ជំរាបសួរបងប្អូននៅក្នុងវេសបោនឹងនៅគ្រប់ទីកន្លែងនៅគ្រប់បណ្ដាប្រទេសនិងទូទាំងប្រទេសខ្មែរឃើញនឹងខ្ញុំដល់ទីកន្លែងណានឹងខ្ញុំជំរាបសួរទាំងអស់តែម្ដងថ្ងៃនេះក៏ខ្ញុំមកតបខមមិនដូចថាឆ្លៀតពេលបន្តិចព្រោះខ្ញុំមើលបងប្អូនដែលគាត់មើលពីរស័យចាស់មើលបានរួច4នាក់ហើយឆ្លៀតពេលបន្តិចមកតបខមមិនអូនដែលគាត់សួរអូនគាត់សួរថាអ្នកគ្រូខ្ញុំចង់អោយអ្នកគ្រូទុះទាយចាសួស្ដីអូនបើអូនចង់អោយបងទុះទាយអូនចូលកន្លែងឆាតណាអូនតែបើបងប្អូនគាត់ចង់អោយខ្ញុំមើលតែថាបើចូលខមមិនខ្ញុំអត់ដេញទេខ្ញុំសូមបញ្ជាក់ត្រង់កន្លែងតែនេះព្រោះឲ្យកូនអត់ចូលព្រោះឲ្យការមើលនេះជាការលើកពៀនហើយនៅលើទឹកចិត្តបងប្អូនគាត់ជូនបងប្អូនគាត់ជូននៅលើទឹកចិត្តបងប្អូនជូនហើយខ្ញុំនឹងទេទៅរកបងប្អូនហើយណាចាដូច្នេះបើសិនតែគាត់ចូលខមមិនសួរថាអូអ្នកគ្រូខ្ញុំចង់អោយអ្នកគ្រូមើលពីរស័យមើលពីដៃផ្ទះឬក៏ការរស់ស៊ីគឺជាគេជំរាបប្រាក់ខ្ញុំសូមបញ្ជាក់បងប្អូនថាខ្ញុំអត់ដេញទេខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះណាព្រោះឲ្យកូនអត់ចូលខមមិនទៀតគាត់ថាខ្ញុំចង់មើលចាបើអូនចង់មើលអូនចូលកន្លែងឆាតណាអូនឆ្នេះមានបងប្អូនដែលថាគាត់នៅថៃគាត់អត់បានចូលជាខមមិនទេគាត់ឆាត់ជាសំលេងគាត់ថាខ្ញុំនៅថៃបងអើយបងអ្នកគ្រូអើយអ្នកគ្រូខ្ញុំអត់ដេញថាផ្ញើប្រាក់ទៅតាមណាទេព្រោះខ្ញុំនៅថៃនៅឆ្ងាយបងអេងមើលចែកខ្ញុំបានអត់បងប្អូនគាត់ចូលកន្លែងឆាតខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះមិនថាបងប្អូននៅថៃនៅអាមេរិកឬក៏នៅកូរ៉េនៅជប៉ុននោះអ្វីទេឲ្យតែបងប្អូនខ្មែរយើងដូច្នេះបើគាត់ចង់មើលគាត់ចូលកន្លែងឆាតណាបងប្អូនហើយការមើលនេះខ្ញុំសូមបញ្ជាក់ឲ្យបន្ថែមទៀតមិនមែនមើល free ទេឲ្យខ្ញុំមើលឲ្យចែកគាត់នោះឯងគាត់មិនដេញផ្ញើប្រាក់តាមណានេះខ្ញុំចង់បញ្ជាក់ថាគាត់ចូលកន្លែងឆាតមកនោះឯងណាចូលកន្លែងឆាតខ្ញុំនឹងផ្ដល់ដំណឹងទៅឲ្យគាត់ហើយថាគាត់ផ្ញើមកតាមកន្លែងតាណាមិនថាបងប្អូនគាត់នៅថៃឬក៏នៅខ្មែរឬក៏នៅគ្រប់បណ្ដាប្រទេសទេចាគាត់ចូលកន្លែងឆាតហើយដូចអូនគាត់ចូលខមមិនថាមើលត្រង់អត់ចាដូច្នេះការមើលនេះខ្ញុំបញ្ជាក់ឲ្យបន្ថែមទៀតចាមិនអាចមើលត្រង់ហើយក៏មិនអាចមើលត្រូវចាមិនអាចមើលច្បាស់100% ទេអូនចាបងប្អូនខុសខ្លះត្រូវខ្លះសូមអធិស្ឋានដូចអូនក៏ចូលខមមិនថាមើលត្រង់អត់ណោះចាដូច្នេះការមើលនេះគឺពាក្យម្យ៉ាងទៀតគេហៅថាទុះទាយការទុះទាយនេះមិនអាចត្រង់មិនអាចត្រូវមិនអាចច្បាស់100%ទេបងប្អូនខុសខ្លះត្រូវខ្លះសូមអធិស្ឋានមិនថាបងប្អូននៅថៃឬក៏នៅកូរ៉េឬក៏នៅខ្មែរឬក៏នៅគ្រប់បណ្ដាប្រទេសទេគាត់អាចមើលបានណាចាគាត់អាចមើលបានបើគាត់អត់បានឈឺខ្ញុំសូមបញ្ជាក់ត្រង់កន្លែងទៅនេះតែបើសិនតែបងប្អូនគាត់ឈឺយូរហើយគាត់ទៅពេទ្យហើយនៅតែមិនជាចាឬមួយក៏គាត់បងប្អូនដែលគាត់វិលមុខចាដូចថាចាជួនកាលគាត់មានបងប្អូនគាត់ថាវិលមុខគាត់ទៅពេទ្យហើយទៅយូរហើយតែមិនបាត់វិលចាមិនបាត់វិលមុខឬក៏បងប្អូនមួយទៀតគាត់ឈឺចង្កេះឈឺក្បាលជង្គង់នោះឈឺចង្កេះឈឺក្បាលជង្គង់ដូច្នេះឲ្យបងប្អូនគាត់ទៅពេទ្យសិនបងប្អូនខ្ញុំសូមបញ្ជាក់ណាតាទៅពេទ្យទៅថតមើលលូថាតាគាត់វិលមុខណាទៅលេបថ្នាំចាបាត់វិលមុខសិនតើបើគាត់លេបទៅហើយនៅតែមិនបាត់ចាលូឧទាហរណ៍ថាគាត់ឈឺចង្កេះគាត់ទៅថតមើលកន្លែងចង្កេះគាត់ទៅកន្លែងចង្កេះគាត់អ្វីចាគាត់ទៅថតមើលក្បាលជង្គង់លូឧទាហរណ៍ថាគាត់ឈឺក្បាលជង្គង់នោះតែខ្ញុំសូមបញ្ជាក់ចាដូចថាឈឺចង្កេះមាន2ឈឺក្បាលជង្គង់មាន2ឈឺចាវិលមុខក៏មាន2បងប្អូនចាទី1ចាបងប្អូនវិលមុខដោយសារគាត់ខ្សោយចាហូបអ្វីគេហៅថាខ្វះខាតទៅធ្វើឲ្យគាត់ខ្សោយទៅវិលមុខចាដូច្នេះឲ្យបងប្អូនមិនអាចព្យាបាលជាទេគាត់ទៅពេទ្យសិនចាលូឧទាហរណ៍គាត់វិលមុខណាគាត់ទៅពេទ្យទៅលេបថ្នាំពេទ្យសិនចាបើសិនតែគាត់លេបទៅហើយចានៅតែមិនបាត់ចានៅតែមិនបាត់វិលចាឬមកក៏គាត់បែបថាជួនកាលក៏លេបថ្នាំហើយមិនបាត់ជួនកាលដូចថាបងប្អូនចាស្ងោឆ្អឹងគេហៅថាឆ្អឹងជ្រូកក៏បានចាស្ងោឲ្យផុយណាស្ងោហូបហើយចាស្ងោហូបហើយដូចថាមួយឆ្នាំ2ឆ្នាំណាចាដូចថាហូបនៅពេលដែលយើងហូបអស់រួចស្ងោហូបទៀតចាដាក់លាយការ៉ុតដាក់លាយតឡាយដាក់លាយអ្វីទៅចាជួនកាលគាត់ដេញវិលមុខទៅគាត់ខ្វះអ្វីមួយយ៉ាងទៅចាដូចថាធ្វើឲ្យវិលតែបើសិនតែគាត់ស្ងោបែបពីឆ្អឹងជ្រូកស្ងោការ៉ុតហើយស្ងោតឡាយហើយចាបែបថាមិនបាត់វិលណាបងប្អូនឬក៏មើលក៏គាត់ទៅពេទ្យហើយមិនបាត់វិលជួនកាលគាត់ត្រូវផិនគេចាព្រោះឲ្យត្រូវផិនគេធ្វើឲ្យវិលមុខដែលព្រោះឲ្យខ្ញុំមើលជាចំនួន2នាក់ហើយណាចាអ្នកដែលគាត់វិលមុខគឺវិលខ្លាំងណាដាក់ខ្នើយ2ហើយគាត់នៅតែវិលចាគឺគាត់ទៅពេទ្យចាគាត់ទៅថតទៅរោហើយចាតែមិនបាត់ខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះណាចាដូច្នេះគាត់អាចមកព្យាបាលអង្គខ្ញុំទេពធីតាបុប្ផាសវណ្ណបានថាដោយសាររូបខ្លួនឯងក៏វិលមុខដោយសារគាត់ខ្សោយមិនអាចព្យាបាលជាទេខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះណាគឺគាត់ត្រូវទៅពេទ្យចាគាត់ត្រូវទៅពេទ្យហើយបងប្អូនចាទី2បងប្អូនដែលគាត់ឈឺចង្កេះបងប្អូនដោយសារតែគាត់ឈឺចង្កេះដោយសាររោគខ្លួនឯងឬមកក៏លើកអ្វីធ្ងន់ឬមកក៏ធ្វើការធ្ងន់ធ្វើឲ្យឆ្លោះធ្វើឲ្យក្រិចមិនអាចព្យាបាលជាទេបងប្អូនតែបើគាត់ចាទី2គាត់ឈឺចង្កេះដោយសារគេហៅថារបស់ផ្លូវងឹតអ្នកដែលត្រូវអំពើគេចាព្យាបាលជាសំខាន់ឲ្យគាត់ស៊ូបើគាត់ស៊ូបានជាបើគាត់ស៊ូមិនបានក៏មិនជាចាដោយថាទី3បងប្អូនចាឈឺក្បាលជង្គង់ទី1ឈឺក្បាលជង្គង់ដោយសារគាត់ធ្វើការធ្ងន់លើកអ្វីធ្ងន់ធ្វើឲ្យឆ្លោះធ្វើឲ្យក្រិចធ្វើឲ្យកប់សរសៃមិនអាចព្យាបាលជាទេតែបើសិនតែគាត់ឈឺក្បាលជង្គង់ដោយសាររបស់ផ្លូវងឹតអ្នកដែលត្រូវអំពើគេគឺព្យាបាលជាសំខាន់នៅលើគាត់ស៊ូបើគាត់ស៊ូបានក៏
ចាជាបើគាត់ស៊ូមិនបានក៏មិនជាដែរនៅពេលដែលកូនខ្ញុំចូលក្នុងខ្លួនខ្ញុំចាចូលទៅប៉ះនៅលើខ្លួនរបស់គាត់ទ្រពតិចណាបើសិនតែគាត់ត្រូវផិនគេគឺឈឺហើយឆ្អកហើយក្តៅតែបើសិនតែគាត់អត់មានត្រូវផិនគេទេគឺអត់ឈឺអត់ក្តៅទេចាគឺធម្មតាណាហើយអត់មានចាញ់អ្វីទេខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះការព្យាបាលនេះចាបងប្អូនពឹសមាន2ទី1ពឹសក្តៅទី2ពឹសរមាស់តែបើចាំពឹសក្តៅសំខាន់ឲ្យគាត់ស៊ូចាបើសិនតែគាត់ស៊ូបានជាបើគាត់ស៊ូមិនបានក៏មិនជាតែបើចាំពឹសរមាស់ចាទី2ចាបើចាំពឹសរមាស់លាឈឺលារមាស់លាឆ្អកណោះចានេះគឺស្រូលតែនៅពេលដែលគាត់សួរថាតើធ្វើទៅសៃការធ្វើទៅសៃនេះមកមួយថ្ងៃជាឬមកក៏មកមួយផ្លេតទៅវិញអត់ចាគឺអត់ទេបងប្អូនចាដោយជំងឺធ្ងន់ជំងឺស្រាលចាខ្ញុំសូមបញ្ជាក់បងប្អូនណាព្រោះអីបងប្អូនដែលថាអ្នកជំងឺគាត់មកមានវិលមុខដូចថាមានវិលមុខខ្លាំងគាត់ទៅពេទ្យហើយទៅមិនជាទេបើអើយបងប្អូនគាត់ទៅពេទ្យសិនមិនមែនលឺខ្ញុំជម្រាបជូនភ្លាមបងប្អូនមកខ្ញុំភ្លាមទេណាបងប្អូនត្រូវទៅពេទ្យទៅលេបថ្នាំពេទ្យលឺថាគាត់វិលមុខណាទៅលេបថ្នាំពេទ្យទៅថតមើលសិនលឺថាគាត់ឈឺក្បាលជង្គង់គាត់ទៅថតមើលកន្លែងក្បាលជង្គង់គាត់លេបថ្នាំពេទ្យសិនឬមួយក៏គាត់ឈឺចង្កេះគាត់ទៅថតមើលកន្លែងចង្កេះលេបថ្នាំពេទ្យសិនដូច្នេះហើយឲ្យបងប្អូនទៅពេទ្យសិនមិនមែនលឺខ្ញុំជម្រាបជូនភ្លាមបងប្អូនមកខ្ញុំភ្លាមទេបងប្អូនហើយការព្យាបាលនេះបងប្អូនមិនមែនមកមួយផ្លេតជាមិនមែនមកមួយថ្ងៃចាជាទេបងប្អូនហើយមិនមែនមកមួយផ្លេតទៅវិញទេការព្យាបាលនេះបើចាំពឹសក្តៅបើចាំពឹសក្តៅធ្វើរស័យ2 ម៉ោងជាងចា2 ម៉ោងជាងណាតែបើចាំពឹសរមាស់លាឈឺលារមាស់ចាឈឺលារមាស់លាឈឺនេះបងប្អូនចាអានេះគឺ2 ម៉ោងជាងទៅ3 ម៉ោងជាងដូច្នេះហើយមានដូចថាអ្នកជំងឺដែលគាត់មកគាត់វិលមុខខ្លាំងហើយវិលមុខខ្លាំងនៅពេលគាត់គេងនៅពេលគាត់គេងទៅគាត់បែបថារុករមាស់ណោះរសើបតាមមុខគាត់ហើយអង្គាលអង្គូលតែនៅពេលគាត់យកដៃទៅបោសយកដៃទៅបេះចេះហើយណាវាអត់ឃើញមានស្មើលចាដូច្នេះគាត់ទៅជុះភួយទៅជុះលឺហើយអត់ឃើញមានអ្វីដូច្នេះហើយបងប្អូនដែលគាត់វិលមុខឬមកគាត់គេងយប់នៅពេលតែរុរមាស់តាមមុខណាចាបងប្អូនត្រូវទៅពេទ្យសិនចាមិនមែនឬខ្ញុំជម្រាបជូនភ្លាមបងប្អូនមកខ្ញុំភ្លាមទេដូច្នេះហើយបងប្អូនចានៅពេលគាត់ទៅពេទ្យហើយមិនជាចាគាត់អាចមកជាបាលលំកូនខ្ញុំទេពធីតាបុផាសវណ្ណបានដូច្នេះការព្យាបាលនេះបងប្អូនចាដោយជំងឺធ្ងន់ជំងឺស្រាលណាបងប្អូនចាជំងឺស្រាលបែបថាចកស្ពឹកធ្ងន់នេះចា9 ថ្ងៃគឺជាតែបើសិនតែគាត់រហូតដល់គាត់ហៅថាឈឺក្បាលជង្គង់ឬមកក៏គាត់ឈឺបែបថាធ្ងន់ស្ពឹកចាបែបថាឈឺចង្កេះបងប្អូនចាជួនកាលទៅកន្លះខែជួនកាលទៅចា16 ថ្ងៃបានជាណាបងប្អូនតែសំខាន់នៅលើគាត់ស៊ូទៀតបើគាត់ស៊ូមិនបានក៏មិនជាដែរខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះណាចាដូច្នេះហើយជួនកាលទៅ20 ថ្ងៃជួនកាលទៅ1 ខែជួនកាលទៅ1 ខែលឿនតែណាបានជាណាបងប្អូនដោយជំងឺធ្ងន់ជំងឺស្រាលដូច្នេះបើសិនតែបងប្អូនមើលពីរស័យឬក៏ចង់មើលពីដៃផ្ទះឬក៏ការរកស៊ីឬក៏ការរស់នៅឬក៏បងប្អូនគេជំពាក់ប្រាក់អានេះនៅលើទីចិត្តបងប្អូនជូនតែបើសិនតែអ្នកជំងឺដោយជំងឺធ្ងន់ជំងឺស្រាលបងប្អូនខ្ញុំអរគុណបងប្អូនដែលគាត់ចំណាយមើលវីដេអូខ្ញុំតាំងពីដើមរហូតដល់ចាខ្ញុំជម្រាបជូនចប់ដូច្នេះហើយឬក៏តាមដានវីដេអូខ្ញុំតាំងពីដើមចារហូតមកទល់ដល់ថ្ងៃនេះណាខ្ញុំអរគុណបងប្អូនជូនពរឲ្យបងប្អូនរកទទួលទានមានបានទាំងការធ្វើដំណើរសូមឲ្យសុវត្ថិភាពរកទទួលទានមានបានត្រជាក់ត្រជុំគ្រប់គ្នា